នេះខ្ញុំទិញបានមន់ស្រែមួយនេះ1គីឡូ2ខាំល្អមែនតើខ្ចីញញតែម្ដងចាខ្ញុំលាងទឹកស្អាតណាខ្ញុំព្រោះយើងញ៉ាំខ្លួនយើងធ្វើសម្អាតឥឡូវយើងក្រោយពីលាងទឹកហើយយើងចាប់ផ្ដើមបន្លែយើងមានចម្រុះហើយតយងចេកយើងកាត់យកកន្លែងខ្ចីមកត្រាំយើងត្រាំយើងដាក់អំបិលបន្តិចណាដើម្បីកុំឲ្យវាឆាត់ហើយនេះចាបងប្អូនស្គាល់ហើយនេះគឺជាផ្សិតម្ជុលចាបន្លែយើងដាក់3មុខអញ្ចឹងណាឆ្ងាញ់ចានេះគល់ស្លឹកគ្រៃខ្ទឹមសស្លឹកក្រូចចាយើងបាច់ច្រាមហើយយើងដំចាយើងដាក់ប៉ុណ្ណេះមកយើងដំគ្រាន់តែបែកប៉ុណ្ណេះបានទេណាចាគល់ស្លឹកគ្រៃគឺយើងដំដូចគ្នាដែរនេះដំឡើងសាញបែបនេះណាគួចវាຕົកចាស្លឹកក្រូចចាគ្រឿងទាំងអស់នេះយើងត្រៀមទុកប៉ុណ្នេះហើយឥឡូវយើងមកប្រឡាក់ជាមួយនឹងសាច់មាន់យើងដាក់អំបិលបន្តិចចាតិចបានទេណាចានេះជាមួយនឹងម្សៅស៊ុបចាប៊ីចេងមួយចុងតាព្រាកាហ្វេផងដែរចាខ្ញុំប្រើប្រេងខ្យងចាយើងដាក់ប្រេងខ្យងទៅឲ្យមាន់យើងឆាប់ក្រហមផងហើយរសជាតិឆ្ងាញ់ផងដែរចាប្រើប្រេងខ្យងខ្មែរបែបនេះចាគ្រឿងក្រូចខ្ញុំលាយផ្សំរួចអស់ហើយយើងចាប់ផ្ដើមម៉ាស្សាលើស្បែកខាងក្រៅឬខាងក្នុងប្រឡាក់វាចាខ្ញុំប្រឡាក់ធ្វើនឹងដៃផ្ទាល់អញ្ចេះសុំទោសបងប្អូនព្រោះអីខ្ញុំធ្វើញ៉ាំជារបៀបគ្រួសារគឺធ្វើប្រឡាក់ផ្ទាល់ដៃចាយើងប្រឡាក់បានមួយសន្ទុះហើយឃើញថាវាសប់បានល្មមក្រិនបើចាហើយយើងយកស្លឹកគ្រៃស្លឹកក្រូចហើយនឹងខ្ទឹមសបងប្អូនយើងញាត់ចូលទៅក្នុងគូតមាន់នេះមកចាគល់ស្លឹកគ្រៃក៏យើងញាត់ចូលផងដែរចាញាត់ចូលទាំងអស់អញ្ចឹងពេលយើងដុតទៅយើងបង្ហប់វាទៅក្លិនខ្ទឹមជាមួយគល់ស្លឹកគ្រៃស្លឹកក្រូចនេះចេញសាយភាយពេញក្នុងសាច់មាន់នេះយើងចាខ្ញុំដុតនេះអត់បានដាក់ទឹកខ្មុំឬក៏ទឹកដូងអីទេណាខ្ញុំប្រឡាក់អញ្ចឹងហើយខ្ញុំបង្ហប់ជាមួយបន្លែបណ្ដោយគឺឆ្ងាញ់មួយយ៉ាងបើដាក់ទឹកដូងរឹតតែឆ្ងាញ់ថែមទៀតចាតាមពិតទៅគេដាក់ជាមួយនឹងនេះស្ករបន្តិចដែរប៉ុន្តែខ្ញុំអត់បានដាក់ស្ករទេណាបងប្អូនគឺយកជាតិផ្អែមជាមួយនឹងបន្លែនេះចាបន្លែនេះមានជាតិផ្អែមតិចហើយគឺខ្ញុំបន្ថយស្ករគឺអត់ដាក់តែម្ដងចាយើងផ្អាប់ទុកប្រហែលជា5នាទីឬក៏10នាទីក៏បានណាយើងគ្របទុកឲ្យស្រួលបួលទៅសូមយើងចាប់ផ្ដើមដុតចាខ្ញុំតែងតែធ្វើអញ្ចេះព្រោះអីមុននឹងចាប់ផ្ដើមដាក់នៅក្នុងឆ្នាំងដុតយើងត្រូវប្រឡាក់ទុកផ្អាប់4-10នាទីសិនចាគ្រឿងក្នុងខ្ញុំទុកយកឆាខ្ញុំដាក់តកហើយនឹងខ្លួននេះចាបងប្អូននេះបន្លែខ្ញុំលាងទឹកបានសម្រស់ទឹកបានស្អាតទៅនេះហើយចាស្ពៃក្តោបជាមួយនឹងជាពិសេសនេះតយងចេកអូនិយាយពីខ្ចីល្អហ្មង
ឃើញថាមាន់យើងចូលជាតិបានល្អហើយយើងរៀបចំដាក់ឆ្នាំងតែឆ្នាំងខ្ញុំប្រើឆ្នាំងដែកបែបនេះណាចាហើយអ្វីដែលសំខាន់ធ្វើឲ្យសាច់មាន់យើងឈ្ងុយឆ្ងាញ់បានល្អយើងត្រូវដុតជាមួយនឹងខ្លាញ់ជ្រូកបងប្អូនខ្លាញ់ជ្រូកយើងដាក់បរិមាណមកល្មមណាកុំឲ្យវាច្រើនពេកចាប៉ានេះណាចាខ្ញុំចំហៀវម្ដងមួយកែវនេះឯងទុកជៀនត្រីជាពិសេសគឺឆាបាយហ្មងចាយើងអត់ទាន់បើកភ្លើងទេយើងទៅរៀបសាច់មាន់យើងចូលសិនចាសាច់មាន់យើងដាក់ក្នុងឆ្នាំងនេះមកបន្លែដែលត្រូវដាក់មុនគេគឺជាតាយ៉ងចេកនេះវាក្រឆ្អិននោះចាតាយ៉ងចេកយើងដាក់ប្រហប់ជាមួយនឹងសាច់មាន់នេះមកចាយើងចាប់ផ្ដើមបើកភ្លើងណាចាមុនដំបូងយើងដាក់ភ្លើងរៀងក្តៅបន្តិចទៅយើងក្រូបង្ហប់វាឥឡូវបានមួយសន្ទុះហើយយើងមកបើកមើលចានេះអូយអត់យើងថតចិត្តទេវាផ្សែងទៅចាយើងប្រែមួយខាងទៅមួយខាងទៅក្រូបទៀតទៅតែយកចេកយើងស្រង់ទុកសិនណាខ្លាចវាខ្លោចពេកមិញនេះខ្ញុំដាក់ពេលក្តោបជាមួយនឹងសាច់មជ្រលចូលហើយយើងឆ្ងំដាក់ភ្លើងរឹកៗមកដើម្បីវាឆ្អិនបន្លែជាមួយនឹងសាច់មាន់កតោយមានស្លឹកខ្ទឹមតិចៗហ្នឹងបងប្អូនសល់ខ្ទឹមនៅក្នុងទូរបស់ខ្ញុំខ្ញុំខ្លាចខូចខ្ញុំដាក់បណ្ដោយចាចេះតែបលឹមបើកមើលទៅណាសាច់មាន់មើលទៅសភាព juicy ហ្មងឆ្អិនបានជោគជ័យហើយបងប្អូនអ្នកនឹងបត់របស់ខ្ញុំអានេះតាយ៉ងចេកដែលយើងដាក់មុនណាក៏ហមមកវ៉ាវនេះសាច់ម្ជុលទន់ល្មើយមកនេះបងប្អូនខ្ញុំញ៉ាំជាមួយនឹងប្រហុកឆៅប្រហុកឆៅខ្ញុំច្រាំទុកថ្ងៃមុនហើយខ្ញុំដាក់លាយតែក្រូចឆ្មាទៅបានហើយបងប្អូនអាចដាក់ជាគល់ស្លឹកគ្រៃស្លឹកក្រូចបន្ថែមទៀតក៏បានប៉ុន្តែខ្ញុំអត់បានដាក់ទេអូខេអរគុណច្រើនបងប្អូនមានតែប៉ុណ្្នេះឯងរបៀបដិតមាន់ជាមួយនឹងស្ពៃក្តោបតាយ៉ងចេកហើយយើងដុតជាមួយនឹងខ្លាញ់ជ្រូក